ជីវិតបរោះមេផ្ទះបន្ទាប់ពីចេញមកពីធ្វើការវិញត្រូវលាងកដាក់ដាំបាយដើម្បីទុកហូបចេញធ្វើជាបរោះមេផ្ទះលើកទី1អញ្ចឹងហើយមិនសូវសមតិចទេអ្នកទាំងអស់គ្នាអើយដោយសារតែមូលហេតុនោះម៉ែខ្ញុំក៏ទៅដើរលេងនៅកោះកងបាត់ហើយខ្ញុំអត់មានអាគេធ្វើម្ហូបខ្ញុំហូបទេព្រោះសារខ្ញុំចេញមកពីធ្វើការហ្នឹងម៉ោង6ចឹងហើយទៅលាងកដាក់ដាំបាយទុកហូបខ្លួនឯងបើមិនធ្វើម្ហូបហូបខ្លួនឯងទេនោះច្បាស់ណាស់អំបិលបន្ទាប់ពីខ្ញុំលាងករួចហើយខ្ញុំក៏បានយកអង្ករហ្នឹងយកទៅដាក់ក្នុងឆ្នាំងបាយខ្សែភ្លើងព្រោះដោយសារចេះបើខ្ញុំដាំចក្រានអស់បើមិនបានមើលស្រួលបួលហ្នឹងគឺច្បាស់ជាខ្លោចបាយខានស៊ីឡើយហើយចឹងហើយមានតែដាំតាមខ្សែភ្លើងហ្នឹងហើយមុននឹងដាំនេះយើងត្រូវជូនក្តិតអីវាឲ្យស្អាតទឹកឲ្យវាស្ងួតរួចហើយចាំយើងដាក់ចូលទៅក្នុងឆ្នាំងចឹងណាហើយបន្តមកទៀតយើងចុចកង់តាក់បជាផិនវាដោតព្រីដោតអីចឹងណាអ្នកទាំងអស់គ្នាបន្តមកទៀតយើងមកមើលមុខម្ហូបផិនយើងគឺប្រហិតចៀនហើយប្រហិតចៀនហ្នឹងមានជ្រក់តែជ្រក់ហ្នឹងខ្ញុំមើលទៅចូលទឹកច្រើនពេកខ្ញុំក៏អត់ហូបទៅខ្ញុំហូបតែប្រហិតហើយមួយម្ទេសជ្រក់ហ្នឹងទៅភ្លក់មើលទៅអ្នកទាំងអស់គ្នារសជាតិឆ្ងាញ់គ្រាន់បើខ្ញុំហូបតប្រហិតហ្នឹងទាំងអស់វាមាន3ប្រទេសតែខ្ញុំហូបអស់តមកកន្លះប្រទេសទេសល់2ប្រទេសកន្លះទៀតខ្ញុំថាច់ទុកហូបមកវិញតែដោយសារតែកូនខ្ញុំនោះវាមានអីស៊ីអញ្ចឹងហើយខ្ញុំលះបង់ឲ្យវាហើយបន្តមកទៀតខ្ញុំហូបប៉ុណ្ណឹងហើយខ្ញុំទៅរៀនចិនសិនម៉ោង7ម៉ោង8បន្ទាប់ពីខ្ញុំចេញមកពីរៀនចិនម៉ោង8បានខ្ញុំត្រឡប់មកផ្ទះវិញបានហូបបាយតាមក្រោយព្រោះណាមួយបើហូបឥឡូវក៏បាយមិនទាន់ឆ្អិនដែរ A few moments later ក្រោយពីចេញមកបរៀនចិនវិញខ្ញុំក៏បានរៀបចំដូរបាយដូរអីហូបចឹងទៅហូបបាយហូបអីរួចដើរស្រក់ពោះបន្តិចអាងចូលដេកវិញហើយបន្តមកទៀតខ្ញុំទៅរៀនចិនសប្តាហ៍ថ្ងៃសួរខ្ញុំចេះអីគេអត់ខ្ញុំមិនចេះអីច្រើនទេខ្ញុំចេះតែវ៉ាអៃនីមួយគត់នឹងអ្នកទាំងអស់គ្នាហើយហូបបាយហូបអីមុនដំបូងខ្ញុំថាហូបមួយប្រហិតចៀនតែបើខ្ញុំហូបប្រហិតចៀននឹងអស់ច្បាស់ណាស់កូនខ្ញុំនឹងមានតាំងពីឆ្កែមានតាំងពីឆ្មានឹងដឹងតែអត់អីលិតតែអំបិលហើយអញ្ចឹងហើយខ្ញុំក៏សម្រេចចិត្តទៅសាលារៀនហ្នឹងតែញប្រហិតហ្នឹងយកមកហូបមួយបាយហ្មងទៅពេលដែលខ្ញុំហូបហើយអ្នកទាំងអស់គ្នាឯងដឹងមិនអត់អត់ដែរដឹងសោះអ្នកទាំងអស់គ្នាហើយថាដឹងឆ្ងាញ់ចឹងសោះបន្តមកទៀតដឹងថាប្រហិតនឹងឆ្ងាញ់ប៉ុណ្ណឹងខ្ញុំក៏បាយខឹបទៅប៉ុណ្ណឹងបន្ទាប់ពីខ្ញុំហូបបាយឆ្អែតហើយខ្ញុំក៏បានរៀបចំលាយបាយឲ្យកូនផងខ្ញុំម្ដងហើយមុននឹងលាយបាយយើងមិនអាចភ្លេចបានទេអំពីរឿងរបស់យើងអញ្ចឹងហើយខ្ញុំក៏បានលាយបាយបដាបើកទូរស័ព្ទមើលរឿងបដាអត់ចោលសោះរឿងស៊ីបាយមើលទូរស័ព្ទហ្នឹងតែនេះជារឿងធម្មតាទេផុនសម្រាប់តែខ្ញុំអ្នកទាំងអស់គ្នាខ្ញុំតែប៉ុណ្្នឹងហើយខ្ញុំលាយបាយមួយវាអញ្ចឹងទៅមិនលាយតែជាមួយប្រហិតនិងបាយសទេខ្ញុំមានថែមទឹកស៊ីអ៊ូនតិចតួចលាយវាស៊ីឆ្ងាញ់តិចព្រោះដោយសារតវម៉ាយមកពីកោះកង់វិញវពីទូប៉ាត់ប្រាប់ម៉ាយខ្ញុំឡើយហើយវីដេអូយើងក៏ចប់ត្រឹមតែប៉ុណ្ណឹងអំពីដំណើរជីវិតផុនខ្ញុំពេលម៉ាយទៅដើរលេង2ថ្ងៃហ្នឹង